លឺសំឡេងប្រោកហ្នឹងមិនមែនរែងក្រាប់គ្រុសទេណាគឺខ្ញុំមកកំពុងតែរុះសម្អាតដីភក់ចេញពីងាវព្រោះអីឲ្យគេលាងសម្អាតទៅមើលទៅដូចមិនស្អាតសោះនៅតែភក់នៅតែដីមើលទៅអញ្ចឹងហើយចេញលាងខ្លួនឯងតែហ្មងហើយងាវនឹងផងដែរមិនមែនច្រើនអីណាស់ណាទេតែ1គីឡូទេហើយទិញមកហ្នឹងគឺមិនមែនយកមកហូបខ្លួនឯងទេដោយសារតែថ្ងៃហ្នឹងគឺមុនថ្ងៃចូលឆ្នាំមួយថ្ងៃហ្នឹងគឺខ្ញុំត្រូវជួបជុំសាច់ញាតិបាំងស្កូលមកអីចឹងណាចឹងហើយមិនដឹងទៅសែនដាក់អីខ្លះទេមន់អីរាល់ដងមានហើយជ្រូកខ្វាយឆ្នាំនេះអត់មានទេចឹងហើយក៏ដាក់ងាវ1គីឡូទៅឲ្យបងប្អូនឥឡូវនេះទឹករបស់យើងចាប់ផ្ដើមពុះហើយអញ្ចឹងហើយខ្ញុំចាប់ផ្ដើមស្រោះងាវណាដែលខ្ញុំចាក់ចូលហើយខ្ញុំរាប់ពីលេខ1ដល់30រួចហើយខ្ញុំស្រង់ចេញជាការស្រេចហើយមុខម្ហូបថ្ងៃនេះមានខសាច់ជ្រូកពងទាមាន់ស្ងោរបាយហើយនឹងផ្លែឈើអីចឹងណាហើយពេលមកដល់ហ្នឹងក៏ឃើញអ៊ំធ្វើមុខម្ហូបការីសាច់ជ្រូកហើយមានផ្លែឈើមានតាំងហ៊ុនមានអីចឹងទៅដោយបងស្រីរបស់ខ្ញុំហ្នឹងគាត់បានរៀបចំដួសគ្រប់មុខហើយដាក់នៅមុខចាស់ដីចឹងទៅហើយបន្តមកទៀតខ្ញុំក៏បានធ្វើការអុជធូបអីចឹងណាហើយមាត់ជីបអូចនឹងស្អីខ្លះទេនិយាយរួមទៅឲ្យតែពេលខ្ញុំអុជធូបម្ដងខ្ញុំមិនសូវចាំពាក្យដែលខ្លួនឯងនិយាយជួនកាលសឹងតែអត់បាននិយាយអីទាំងអស់ម៉ែប្រាប់ឲ្យអុជធូបបងប្រាប់អុជធូបក៏អុជធូបនឹងតាំងនិយាយអីផងពុទ្ធចាសនមោតាសព្ភវតោអរហតោសម្មាសម្ពុទ្ធសាយ៉ាងសេរសានភាមិតាំងយតមយ៉ាងឥមេសាការេហើយថ្ងៃហ្នឹងផងដែរមិនមែនបាំងស្កូលតែខាងគ្រួសារសាច់ញាតិខាងខ្ញុំទេគឺមានគ្រួសារផ្សេងទៀតគេមកបាំងស្កូលអីចឹងដែរណាហើយអ៊ំក៏បានជម្រាបចាស់ឲ្យមកចូលរួមជួយបាំងស្កូលដែរពួកឯងខែហ្នឹងខែមុនសរដូវអីចឹងទៅគេជួបជុំបាំងស្កូលដែរលក្ខណៈថាម្ដងម្នាក់វាយើងបាំងស្កូលមុនទៅគាត់មកចូលរួមមុនរួចហើយក៏គាត់បាំងស្កូលខ្លួនឯងចឹងទៅហើយមានការបាំងស្កូលច្រើនដែរមានទាំងខាងក្រៅមានទាំងខាងលើនឹងសាលាឆាន់អីចឹងណាបន្ទាប់ពីបាំងស្កូលអីហើយគឺយើងចាប់ផ្ដើមកម្មវិធីយើងម្ដងគឺយើងសែនកងម៉ាអីចឹងណាហើយបងប្អូនជុំគ្នាអីចឹងទៅ